ជំរាបសួរបងប្អូនស្រីជាទីស្រឡាញ់ខ្ញុំដឹងថាពេលនេះបេះដូងអ្នកកំពុងតែឈឺចាប់ខ្លាំងណាស់ខ្ញុំដឹងថាអ្នកកំពុងសួរខ្លួនឯងថាហេតុអ្វីបានជារឿងនេះកើតឡើងចំពោះខ្ញុំតើខ្ញុំខ្វះអ្វីការដែលមនុស្សម្នាក់ដែលយើងទុកចិត្តបំផុតសម្រាប់ចិត្តដើរចេញទៅដោយមានអ្នកថ្មីវាគឺដូចជាចាក់ដាវចំកណ្ដាលទ្រូងសូមកុំព្យាយាមធ្វើជាមនុស្សរឹងមាំនៅពេលនេះអីខ្ញុំសូមអនុញ្ញាតឲ្យអ្នកយំអនុញ្ញាតឲ្យទឹកភ្នែកហូរចេញមកចុះព្រោះការយំគឺជាការលាងសម្អាតភាពជឿចាប់ថ្ងៃនេះយើងនឹងចាប់ផ្ដើមដំណើរព្យាបាលបេះដូងនេះជាមួយគ្នាទី1យើងត្រូវកំណត់ការពិតនិងតម្លៃរបស់ខ្លួនឯងប៉ុន្តែសូមចងចាំរឿងមួយកុំបន្ទោសខ្លួនឯងអ្នកបានផ្ដល់នូវអ្វីដែលល្អបំផុតរបស់អ្នកគឺសេចក្តីស្រឡាញ់និងការទុកចិត្តពិតប្រាកដការក្បត់ចិត្តគឺមិនមែនជាការឆ្លុះបញ្ចាំងអំពីតម្លៃរបស់អ្នកទេតែវាគឺជាការឆ្លុះបញ្ចាំងអំពីភាពទន់ខ្សោយនិងភាពមិនស្មោះត្រង់របស់គេទៅវិញទេឥឡូវនេះសូមគិតថាការបែកបាក់មួយនេះគឺជាអំណោយដែលបានដកមនុស្សមិនស្មោះត្រង់ម្នាក់ចេញពីជីវិតរបស់អ្នកមុនពេលដែលអ្នកចំណាយពេលមួយជីវិតជាមួយគេការបាត់បង់មនុស្សម្នាក់ដែលមិនចេះឲ្យតម្លៃយើងមិនមែនជាការបាត់បង់នោះទេវាគ្មានខាតអ្វីនោះទេអ្នកសមនឹងទទួលបានអ្វីដែលពិតប្រាកដជាងនេះទៅទៀតជំហានបន្ទាប់គឺយើងត្រូវចេះកសាងខ្លួនឯងសាជាថ្មីដល់ពេលឈប់មើលទៅក្រោយហើយយើងនឹងប្រើធម៌ពលនៃការជឿចាប់នេះដើម្បីកសាងកំណែខ្លួនឯងឲ្យខ្លាំងនិងស្រស់ស្រាយជាងមុនទី1យើងត្រូវផ្ដាច់ទំនាក់ទំនងសូមកុំលួចមើលជីវិតរបស់គេទៀតកុំសម្លឹងថាគេនឹងត្រឡប់មកវិញកាត់ផ្ដាច់ទំនាក់ទំនងទាំងអស់ការមើលឃើញគេនឹងអ្នកថ្មីគឺវាដូចជាយើងហែកដំបៅចាស់ឲ្យចិញ្ចៀមជារៀងរាល់ថ្ងៃអញ្ចឹងបើអ្នកចង់ជាសះស្បើយអ្នកត្រូវតែដកខ្លួនចេញពីកន្លែងជឿចាប់ចំណុចបន្ទាប់យើងអាចវិនិយោគលើខ្លួនឯងតើអ្នកចង់ក្លាយជាមនុស្សស្រីបែបណាឥឡូវនេះពេលវេលាទាំងអស់នេះវាគឺជារបស់យើងហើយយើងលែងត្រូវចំណាយពេលអត់ប្រយោជន៍ជាមួយនឹងគេទៀតហើយដូច្នេះចូលរៀននៅជំនាញថ្មីដូចជាភាសាអង់គ្លេសចំណេះដឹងកុំព្យូទ័រការរៀបចំខ្លួនឬក៏ចាប់ផ្ដើមទៅហាត់ប្រាណនេះជាដើមធ្វើអ្វីដែលធ្វើឲ្យយើងក្លាយជាមនុស្សស្រីល្អជាងម្សិលមិញមិនមែនដើម្បីគេទេគឺដើម្បីខ្លួនឯងចំណុចបន្ទាប់គឺយើងត្រូវកសាងតម្លៃខ្លួនឯងអ្នកមិនត្រូវការមនុស្សប្រុសណាដើម្បីឲ្យជីវិតអ្នកមានតម្លៃនោះទេតម្លៃរបស់អ្នកគឺស្ថិតនៅលើសមត្ថភាពឆ្លាតវៃនិងភាពក្លាហានរបស់អ្នកសូមផ្ដោតលើការងារផ្ដោតលើមិត្តភក្តិល្អៗពេលដែលអ្នកស្រឡាញ់ខ្លួនឯងពេញលេញហើយមនុស្សត្រឹមត្រូវនឹងចូលមកក្នុងជីវិតអ្នកដោយមិនចាំបាច់យើងទៅស្វែងរកទេសូមចងចាំថាភាពជឿចាប់នេះវាគ្រាន់តែជាដំណាក់កាលបណ្ដោះអាសន្នវាមិនមែនជាជីវិតរបស់អ្នកទេនៅពេលដែលអ្នកឆ្លងកាត់ការលំបាកនេះអ្នកនឹងក្លាយជាមនុស្សស្រីម្នាក់ដែលរឹងមាំនិងមានបទពិសោធន៍ជាងមុនរាប់រយដងត្រូវចាំថាពេលវេលានឹងព្យាបាលអ្នកតែអ្នកក៏ត្រូវជួយខ្លួនឯងដែរស្នេហាដំបូងនិងស្នេហាចុងក្រោយដែលអ្នកត្រូវកាន់ជាប់ជានិច្ចនោះគឺមិនមែនគេទេគឺជាស្នេហាដែលអ្នកមានចំពោះខ្លួនឯង